ចាសួស្តីបងទាំងអស់គ្នាចាមានបងណាខ្លះដែលនៅភ្នំពេញយូរហើយតែយើងមិនសូវបានទៅលេងនៅវត្តភ្នំណាចាដូចនាងខ្ញុំអញ្ចឹងមកនៅភ្នំពេញយូរដែរប៉ុន្តែមិនដែលបានទៅទេវត្តភ្នំហ្នឹងអញ្ចឹងម្សិលមិញនេះគឺយើងទៅប៉ែតអញ្ចឹងក៏ឆ្លៀតចូលទៅលេងនៅវត្តភ្នំហ្នឹងហើយដើរតាមផ្លូវមកអញ្ចឹងគេមានអ្នកលក់ផ្កាឈូកលក់អីអញ្ចឹងណាចាអញ្ចឹងក៏ទិញពួកគាត់ម្នាក់មកឈុតទៅហើយក៏យើងធ្វើដំណើរទៅកន្លែងខាងលើវត្តភ្នំហ្នឹងដើម្បីយើងថ្វាយផ្កាថ្វាយអីអញ្ចឹងណាចាហើយយើងមើលនៅតាមផ្លូវតាមអីផ្លូវដើរហ្នឹងតាមពិតស្អាតណានៅវត្តភ្នំហ្នឹងក៏គ្រាន់តែថាយើងអត់សូវដែរបានទៅអញ្ចឹងណាចាអញ្ចឹងកូនខ្ញុំសកម្មណាឡើងចដើយើងឡើងទៅកន្លែងលោកតាដើម្បីយើងថ្វាយផ្កាថ្វាយអីអញ្ចឹងណាឲ្យធូបបន់ស្រន់សុំសុខសប្បាយលើករិស័យលើកអីអញ្ចឹងទៅហើយយើងឡើងទៅកន្លែងលោកតាហ្នឹងគឺគាត់មានអ្នកដែលរៀបចំអីអញ្ចឹងណាឲ្យយើងធ្វើអីអញ្ចឹងទៅយើងឲ្យធូបយើងអីអញ្ចឹងណារៀបចំឲ្យមើលទៅនៅក្នុងវត្តភ្នំហ្នឹងមានដើមឈើមានព្រៃឈើមានអីស្អាតតាពណ៌ខៀវហើយមានសត្វមានអីនិយាយទៅត្រជាក់ដែរពេលយើងដើរទៅនៅក្រោមដើមឈើហ្នឹងឡើងទៅលើអានេះខ្ញុំឡើងមកលើគឺនៅក្នុងខាងលើវត្តភ្នំហ្នឹងអត់ដែរឡើងសោះហើយខ្ញុំអត់ដែរមកសោះនេះតែមកម្សិលមិញហ្នឹងបានឆ្លៀតទៅលេងមានន័យស្អាតតាយើងមកឲ្យធូបបន់ស្រន់ឲ្យសុំសុខសប្បាយលើរិស័យលើអីចឹងទៅណាចាហើយក៏ឆ្លៀតដើរមើលនៅខាងលើហ្នឹងហើយនៅខាងក្រោមហ្នឹងចានេះយើងចុះមកវិញហើយចុះមកវិញក៏ឆ្លៀតថតមានជាមួយនឹងកូនជាមួយនឹងអីហ្នឹងទៅយើងថតមកទេសភាពឲ្យចុះមកវិញនេះសត្វនេះយំលំពេញនៅទាំងអស់ហើយនៅលើមេឃហ្នឹងហើយនេះយើងមើលថតនៅខាងលើនេះខ្ញុំថតពីខាងលើអញ្ចឹងណាចាឲ្យសត្វច្រើនមែនតើសត្វនេះហើយចុះមកវិញលេងសត្វហ្នឹងឮសូរសំឡេងហើយទៅថតបានពីបេប៉ោះដែរទៅថតខ្លួនឯងណាកាមេរ៉ាបញ្ឈរចោលទៅយើងថតទៅបានពីបេប៉ោះដែរ